ទៀតគឺនិយាយអំពីការលេងហ្គេម Clash Clan មេថាយើងចង់លេងហ្គេម Clash Clan ហ្នឹងចំនួនដល់ទៅ3នៅក្នុងកុំព្យូទ័ររបស់យើងតែមួយមេថាយើងលេងបាន3នៅក្នុងពេលតែមួយយើងលេងបាន3នេះគឺយើងដោយសារតែយើងនឹងអាចមាន Gmail 3កាលណាយើងមាន Gmail 3គឺយើងអាចលេងហ្គេមនោះបាន3តែម្ដងឥឡូវខ្ញុំនឹងធ្វើឲ្យយើងឲ្យបងប្អូនអ្នកគ្នាមើលថាតើយើងអាចលេងដោយវិធីណាបាទឥឡូវនេះខ្ញុំចូលក្នុងកម្មវិធី Handbrake តោះមកខ្ញុំចូលក្នុងកម្មហ្គេម Clash Clan នេះគឺជាហ្គេម Clash Clan គឺជាភូមិមួយរបស់ខ្ញុំនៃហ្គេមទី1ហ្គេម Clash Clan ទី1ដែលមានចំនួន level វា66ណាមានពៀន1349ពៀនឥឡូវខ្ញុំនឹងចូលទៅហ្គេមខ្ញុំមួយទៀត Clash Clan ដែរហើយខ្ញុំគ្រាន់តែចុចលើ line Google sign in នេះខ្ញុំផ្ដាច់វិញហើយខ្ញុំនឹងយក Gmail របស់ខ្ញុំមួយទៀតបាទហើយខ្ញុំចុច OK ពេលនោះវាសួរថាតើយើងទៅភូមិមួយទៀតដែលមាន level 6ដែរអត់ណាបាទបើសិនជាយើងទៅអញ្ចឹងមុនរបស់យើងនេះគឺត្រូវបានបាត់បង់អញ្ចឹងគេឲ្យវាយពាក្យថា confirm អញ្ចឹងខ្ញុំវាយពាក្យ confirm បាទចុច OK ពេលហ្នឹងគឺ game Clash Clan របស់យើងមួយទៀតបាទនេះគឺជាហ្គេមមួយទៀតរបស់ខ្ញុំដែលមាន level ត្រឹមតែ36ហើយពៀនគឺ1033ណាពៀនខ្ញុំមានតែប៉ុណ្្នឹងទេនេះគឺជាភូមិមួយទៀតរបស់ខ្ញុំជាងមានតែ3ទេជាង builder cell ខ្ញុំ7ម៉ោងអញ្ចឹងខ្ញុំនឹងចូលទៅរបស់ខ្ញុំមួយទៀតហ្គេម Clash Clan មួយទៀតដែលខ្ញុំបានលេងដោយពីមុនគឺខ្ញុំលេងនៅក្នុងទូរស័ព្ទ3ឥឡូវគឺខ្ញុំយកទូរស័ព្ទហ្គេមក្នុងទូរស័ព្ទ3ដូចគឺចូលក្នុងកុំព្យូទ័រតែមួយណាឥឡូវខ្ញុំចូលមួយទៀត Gmail របស់ខ្ញុំដដែលសួរដដែលអញ្ចឹងខ្ញុំនឹងវាយពាក្យ confirm ដដែលអូខេបាទវារត់ទៅមួយទៀតដែលមានពៀនចំនួនតែ22ទេមានថាពៀនគឺខុសគ្នាបើចឹងការបង្ហាញរបស់ខ្ញុំនៅពេលនេះគឺសន្មតថាចប់ហើយនៅពេលក្រោយទៀតខ្ញុំនឹងយកអ្វីទៅថ្មីមកបង្ហាញបងប្អូនអស់ទៀតបាទសូមអរគុណសូមជម្រាបលា